លើកខ្លះទៅកុំឲ្យភ្លេចព្រោះជានិមិត្តរូបជាតិយើងសត្វនិងរុក្ខជាតិ7ប្រភេទជានិមិត្តរូបរបស់ប្រទេសកម្ពុជាបើអាចយើងជួយចែករំលែកដល់កូនខ្មែរយើងគ្រប់ទិសទីជាពិសេសកូនខ្មែរយើងរស់នៅឯនីសមុទ្របានដឹងនិងទុកជាការចងចាំផងដែរព្រះរាជាណាចក្រកម្ពុជាបានកំណត់យកសត្វនិងរុក្ខជាតិសរុបចំនួន7ប្រភេទរួមមានគោព្រៃសត្វត្រយងសត្វអណ្ដើកហ្លួងត្រីកោរាំងដើមត្នោតការរំដួលជ័យពងមាន់ដែលជានិមិត្តរូបនៃប្រទេសកម្ពុជានេះបើយោងតាមព្រះរាជក្រឹត្យលេខនសរកត2305 149ចុះថ្ងៃទី21ខែមីនាឆ្នាំ2005ស្ដីពីការកំណត់ប្រភេទសត្វនិងរុក្ខជាតិសម្រាប់ជានិមិត្តរូបនៃប្រទេសកម្ពុជា1គោព្រៃគោព្រៃជាប្រភេទគោសាទិសមានរូបរាងស្រដៀងទន្សោងប៉ុន្តែទោះជាយ៉ាងណាក៏ដោយគេអាចសម្គាល់វាបានច្បាស់តាមលក្ខណៈមានបួរវែងធ្លាក់ចុះដល់ជង្គង់និងស្ទើរតែដល់ដីនៅពេលវាចាស់គោព្រៃឈ្មោលនិងញីមានលក្ខណៈខុសគ្នាដោយសារស្នែងឈ្មោលធំជាងស្នែងញីវាដកចេញមកក្រៅកោងទៅមុខរួចងើបឡើងលើនិងមានបែកចុងស្នែងនៅពេលវាមានអាយុប្រមាណ3ឆ្នាំស្នែងញីដកមកមុខរាងងើបបន្តិចរួចរមួលឡើងលើជើងក្រោមជង្គង់ទាំង4មានពណ៌សឬប្រផេះនៅផ្ទៃខាងក្រោយនៃគូទពុំមានដានពណ៌សដោយទន្សោងទេសម្បុរគោព្រៃអាចប្រែប្រួលនៅពេលក្មេងមានសម្បុរត្នោតដល់ជំទង់មានសម្បុរប្រផេះនិងប្រផេះចាស់នៅពេលវាចាស់គោព្រៃឈ្មោលពេញវ័យមានកម្ពស់រហូតដល់1.81 ម៉ែត្រ2សត្វត្រយងបក្សីប្រភេទនេះមានពណ៌សម្បុរប្រផេះក្រមៅជើងពណ៌ក្រហមប្រឡេតចំពុះរាងកោងខុបចុះនិងមានប្រវែងដងខ្លួន104សង់ទីម៉ែត្រសត្វប្រភេទនេះបច្ចុប្បន្នសម្បូរនៅតែក្នុងភូមិភាគខាងជើងនិងឦសាននៃប្រទេសកម្ពុជាសត្វត្រយងស៊ីសត្វឥតឆ្អឹងកងរស់នៅក្នុងភក់រួមមានចន្លេនខ្យងខ្ចៅនិងក្តាមពួកវាចូលចិត្តរស់នៅក្នុងព្រៃរបស់ស្ងួតដែលមានដីសើមច្រើនរួមមានត្រពាំងបឹងនិងទន្លេពិភពលោកក៏បានចាត់ទុកត្រយងជាប្រភេទជិតផុតពូជបំផុតដោយបានចុះបញ្ជីសៀវភៅក្រហម IUCN 3សត្វអណ្ដើកហ្លួងឈ្មោះជាភាសាជាតិហៅអណ្ដើកសរសៃឬអណ្ដើកហ្លួងលក្ខណៈសម្គាល់របស់វាមានភ្នែកពណ៌សនិងច្រមុះបះឡើងស្នូករបស់វាមានប្រវែងរហូតដល់60សង់ទីម៉ែត្រវាមានពណ៌ប្រផេះឬខ្មៅទាំងអស់លក្ខណៈពិសេសអណ្ដើកនេះមានម្រាមជើងមុខធំមានស្បែកពាសជាប់គ្នាដោយបាតជើងទាមានក្រញាំតែ4គឺខុសប្លែកជាងអណ្ដើកផ្សេងទៀតដែលមានក្រញាំ5វាចូលចិត្តរស់នៅតាមតំបន់ពាមសមុទ្រដែលមានព្រែកតូចៗព្រៃកោងកាងឬមានរុក្ខជាតិផ្សេងទៀតដុះតាមមាត់ទឹក4ត្រីកលរាំងឈ្មោះភាសាជាតិគេហៅត្រីហោត្រីក្បាលឡានឬត្រីកលរាំងឈ្មោះត្រីកលរាំងជាប្រភេទត្រីដែលមានទំហំធំជាងគេនៅក្នុងប្រទេសកម្ពុជាដោយមានទម្ងន់របស់វាចន្លោះពី150ដល់300គីឡូក្រាមវាមានប្រវែងចន្លោះពី2ទៅ3ម៉ែត្រលក្ខណៈសម្គាល់ត្រីប្រភេទនេះគឺពណ៌សម្បុរនៅលើដងខ្លួនរបស់វាមាន2ពណ៌ដាច់ដោយឡែកពីគ្នាចំណែកឯស្រការបស់វានៅខាងលើមានខ្សែឆ្នោតឯខ្លួនមានពណ៌ក្រមៅថ្លាដោយឡែកស្រកាស្ថិតនៅក្រោមខ្សែឆ្នោតចំហៀងខ្លួនមានពណ៌ប្រាក់ត្រីប្រភេទនេះរស់នៅតាមដងទន្លេមេគង្គជាពិសេសសម្បូរជាងគេនៅក្នុងទន្លេសាប5ផ្ការំដួលផ្ការំដួលមានពណ៌លឿងសមានក្លិនក្រអូបសាយបានឆ្ងាយវាចោលក្លិននៅពេលរសៀលនិងពេលប្រឡប់ផ្លែរបស់វាជាចង្កោមពេលទុំមានពណ៌ក្រហមក្រមៅនិងអាចបរិភោគបានរសជាតិរបស់វាប្រហាក់ប្រហែលផ្លែព្រីងផ្ការបស់វាត្រូវបានគេច្នៃធ្វើជាគ្រឿងលម្អកាយរបស់ស្ត្រីនិងអាចធ្វើជាក្រមួនលាបមាត់បានផងដែរ6ចេកពងមាន់ចេកប្រភេទនេះត្រូវបានប្រជាពលរដ្ឋនិយមបរិភោគទូទៅនិងត្រូវបានគេដាំនៅតាមដីសណ្ដទន្លេមេគង្គជាពិសេសនៅតាមតំបន់កោះដុសថ្មីគេអាចយកគល់របស់វាជាប្រភពជាតិម្សៅសម្បូរដោយជាតិអាមីដុងដែលអាចជំនួសជាចំណីសត្វពាហនៈ7ដើមត្នោតត្នោតជាប្រភេទរុក្ខជាតិដែលសម្បូរអាចប្រើជាប្រយោជន៍បានច្រើនយ៉ាងទាំងដើមស្លឹកផ្កាផ្លែខ្ចីចាស់និងទុំនៅក្នុងប្រទេសកម្ពុជាដើមត្នោតមានដុះស្ទើរពាសពេញផ្ទៃប្រទេស
ពលរដ្ឋភាគច្រើនស្គាល់និងដឹងពីអត្ថប្រយោជន៍របស់រុក្ខជាតិប្រភេទមួយនេះលក្ខណៈពិសេសរបស់រុក្ខជាតិប្រភេទនេះគឺធន់នឹងអាកាសធាតុនិងអាចរស់នៅបានទាំងក្នុងទឹកនិងនៅលើគោក